ជំរាបសួរថ្ងៃនេះត្រូវថ្ងៃ28ខែ2ឆ្នាំ2026ថ្ងៃនេះក្រោយពីភ្លៀងមួយមេម្សិលមិញតែកន្លែងនេះវារលឹមទេมันជាជោគដីប្រហែលទេម្សិលមិញអូសើមដូចគ្នានេះដីយើងមើលតែមិនសើមជោគខ្លាំងឯភ្លៀងម្សិលមិញអាចជាមកនេះហើយអានេះជាទស្សនវិជ្ជាផ្កាក្រោយពេលដែលប៉ះភ្លៀងមកជោគនេះក្តាប់ទូចវាសម្រុកចេញមកបដាហើយតាំងមុនភ្លៀងហើយផ្កាយើងមើលឃើញស្រាប់ហើយក្រោយប៉ះភ្លៀងហើយនេះពពួកស្ពផ្សិតប្រផេះហ្នឹងចាប់ដើមចេញមកច្រើននៅលើតងផ្កានៅលើចុងគ្រាប់នេះនេះចុងគ្រាប់បែបនេះហ្នឹងហើយទស្សនវិជ្ជាថ្ងៃហ្នឹងក៏ចឹងដែរវាអត់ឆ្លាស់ទេមេឃវារៀងអ៊ូអឹបបន្តិចម្សិលមិញវារលឹមសឹងតែមួយថ្ងៃពេញហើយមានចន្លោះថ្ងៃត្រង់ភ្លៀងរៀងខ្លាំងប៉ុន្តែកន្លែងនេះប្រហែលជាមិនប៉ះខ្លាំងពេកទេព្រោះមើលដីទៅมันជាសើមអីណាទេបើបានជោគជាងហ្នឹងមែនតើជារួមមិនមែនថាឲ្យតែមានភ្លៀងទៅវាធ្វើឲ្យចន្ទីយើងខូចមិននេះទេធៀបពិតនៅពេលដែលភ្លៀងទោះភ្លៀងប៉ុណ្ណឹងក៏ដោយក៏សីតុណ្ហភាពធ្លាក់ចុះអាហ្នឹងរឿងទី1ដែលល្អទី2អ្វីដែលជាបញ្ហានេះនៅពេលដែលកំណើនទឹកកំហុកវាអាចធ្វើនេះអាក្តាប់ទូចនេះការបញ្ជូនអាហាររបស់វាឬក៏ទឹកហ្នឹងបញ្ជូនមកមានបញ្ហាវាធ្វើឲ្យដាច់អាកកដងកន្លែងនេះហើយធ្វើឲ្យអាហ្នឹងវាក្រៀមខូចអញ្ចឹងទៅអញ្ចឹងណាអាហ្នឹងជាបញ្ហាដែលពេលខ្លះយើងប្រើបូរុនប្រើការឈោមកំហាប់រៀងខ្ពស់បន្តិចទៅជួយវាគឺដើម្បីបែបហ្នឹងទី2ផ្សិតតាមពិតផ្កាឲ្យតែប៉ះទឹកអានេះជាក្តាប់ដែលតំចេញក្រោយចេញមុនពេលភ្លៀងអាកាសធាតុប្រហែលជា7ថ្ងៃចុងក្រោយនេះអំណោយផលច្រើនរុញឲ្យក្តាប់ហ្នឹងកើតមកច្រើនដែរអញ្ចឹងណាជាពិតផ្កានេះដូចតែយើងឃើញស្រាប់អញ្ចឹងអានេះកញ្ចុំផ្កាថ្មីដែលតម្រិចយើងអាចមើលពណ៌លើផ្កាបានមានន័យថាឧទាហរណ៍ដូចអានេះចុះអានេះត្រៀមរីកស្អែកអានេះរីកថ្ងៃហ្នឹងពណ៌សអញ្ចឹងបន្ទាប់មកវាពណ៌រៀងផ្កាឈូកអញ្ចេះដល់ពេលចាស់មែនតើពណ៌ក្រហមនឹងចុងបញ្ចប់ប្រែទៅជាខ្មៅហ្នឹងអញ្ចឹងណាអញ្ចឹងវាប្រើពេលប្រហែលជា3ទៅ4ថ្ងៃហើយបើសិនជាផ្កាហ្នឹងវាប្រកាត់ពេញលេញទៅលើនេះអាផ្កាដែលផ្កាញីឈ្មោលរបៀបអញ្ចេះដែលមានកេសរញីកេសរឈ្មោលមកជាមួយអាផ្កាទ្វេភេទហ្នឹងវាអាចប្រហែលជា3ទៅ4ថ្ងៃទៅយើងឃើញអាក្តាប់ទូចមែនតើចេញពីផ្កាហ្នឹងមករីកធំនេះអានេះប្រហែលជានេះអាក្តាប់ទូចដែលយើងមើលឃើញនៅចុងដៃខ្ញុំហ្នឹងប្រហែលជាខ្ទង់តូចណាស់ក៏5ថ្ងៃដែរបានវារីកបានប៉ុណ្ណឹងឬក៏6ថ្ងៃផងអញ្ចឹងណានិយាយចំកញ្ចុំផ្កាទាំងមូលវាច្រើនហើយវាមិនរីកម្ដងក្នុងពេលតែមួយទេដូចអ23នេះវាប្រើពេលយូរដើម្បីរីកចង់2ខែផងអញ្ចឹងថាទៅអ្វីដែលយើងបារម្ភក្រោយពីពេលមានភ្លៀងដោយសារសំណើមកើនខ្ពស់ហើយចកាទាំងមូលយើងមិនមែនដាំមកដើមហើយកវែងចោលទេយើងដាំអញ្ចឹងយើងដាំជាលក្ខណៈចកាជាលក្ខណៈហ្វាមពេលខ្លះយើងត្រូវគិតពីកម្លាតចន្លោះរបស់វាដើម្បីគិតទៅលើការប្រមូលផលប៉ុន្តែអាហ្នឹងក៏វាធ្វើឲ្យមានការដដើមពលឺដដើមអីគ្នាដែរដែលធ្វើឲ្យពលឺថ្ងៃចូលអត់គ្រប់គ្រាន់អីចឹងណាអញ្ចឹងមើលក្រោយពេលដែលភ្លៀងសំបីតែស្មៅនេះក៏ពពួកផ្សិតហ្នឹងតោងដែរអញ្ចឹងបានជាទូទៅក្រោយពេលភ្លៀងធ្លាក់អ្វីដែលយើងធ្វើគឺយើងព្យាយាមបាញ់ហាំផ្សិតនេះទៅស្លាប់ពួកអាស្ពផ្សិតនេះអាស្ពផ្សិតដែលជាប់គ្រាប់នេះគោលដៅកុំឲ្យវារាលដាលវិវត្តកាន់តែធ្ងន់ធ្ងរហើយធ្វើឲ្យផ្កាហ្នឹងរលាកខូចនេះអាផ្កាអញ្ចឹងអាផ្កាដែលកំពុងរីកហើយហ្នឹងអាក្តាប់ទូចនេះរលាកខូចទាំងស្រុងទេអាហ្នឹងហើយបានចង់ឬមិនចង់ក្រោយពេលភ្លៀងធ្លាក់យើងព្យាយាមឬក៏យើងខំធ្វើមិនបាញ់ថ្នាំផ្សិតឲ្យលឿនតាមដែលអាចទៅលឿនទៅបានហើយឲ្យគ្រប់ដុសទៀតប៉ិតមិនមែនថាឲ្យតែក្រោយពីភ្លៀងវាដឹងតែផ្សិតស៊ីរហូតទេវាអត់មានអញ្ចឹងទេគ្រាន់តែកាលណាសំណើមខ្ពស់វាផ្ដល់លក្ខខណ្ឌអំណោយផលឲ្យពពួកផ្សិតអាចលូតលាស់បានតែប៉ុណ្្នឹងឯងតែមិនមែនរៀងរាល់ពេលភ្លៀងដាច់ខាតត្រូវតែមានផ្សិតអីចូលត្រូវតែមានផ្សិតស៊ីអាហ្នឹងវាអត់មានអញ្ចឹងទេហើយទី2ចំពោះដង្សត្វល្អិតវិញtrip កាលណាភ្លៀងបែបហ្នឹងវានឹងបកលក្ខណៈពិបាកដោយសារសំណើមខ្ពស់ទៅធ្វើឲ្យវាពិបាកហើរពិបាកអីក្នុងការនេះអញ្ចឹងទៅពិបាកហើរ
bà bà ấy bầm lạc tì chẳng thơ ao ca bánh tham sờ lạp bộ vía ai lươn rồi ha chiềng môn miền này ha pe đã bị hao rồi dân việt thật tham tới ba vía cứ ngọt vậy vì muốn mẹn miền này ha tham không miền bị sát tập phía bị tham mà cho nón này dân práo cứ sát ai sờ lạp việc ban vận tái bỏ bánh tao ăn ba vía vì hao tao phật ấy vía mày ai ngọt bạn anh nói là chia bánh ha đôi kia này chẳng nè chẳng chỉ lọt pe ní bờ chỉ caกับpung tu tripครั้งก็chỉ pe mũi để dân cua tại cùng chặt bộ phụ năng này ở đây ở chỉ ca này miền trip đây mơ tam nam khỏm nắng hay mùi tiết tật cờ chỉ tu tới cái pe liền thế phụ tật cờ mềm bãi mà cho nó đại nơi chị đọc đưa nó bị chập đầm nhó hay vì ha tật lẹ pòng ngày ní và to bị liền 2 ngày thì mùi ở toàn khơi miền mềm bãi vấn đấy tung là bạn và hai chỉ pi ngày tiết 3 ngày tiết dương đừng khơi nha miền mềm bãi hà pong mà đạn chẳng chỉ tu tới bởi nhầm pua nhóm phở bộ phụ tham tật cơ ná để chi điệp u đó đôi ima mì tin chị đào chẳng tới chi điệp chỗ banh tới chẳng mở miền mềm bãi nó bị mà pong hay bị nho chuyện đừng cớ mà trong xí có vì ai pol ngọt đài chẳng vì ai miền là tập hiếp mà một plan là bỏ chăn ti bỏ dương bà này chẳng hết nè nè ọt ấy này cho bà đấy mềm bãi tụi anh ấy thật cơ xì này khôi hầu này mấy khơi con mềm bãi tụi tầm nhỏ màu tụi chẳng bên này tha mình bên này tha liếng về mình khu hội khai pt và vậy để dân khai cứ khai sát tầm plan để năng tập năng tay bộ ban liếng mà chốt là o trên còn rồi lâm phổ rồi lấm với non tại là bố lo dân ban năm tập năng hơi thiết bất bởi dương xa mền tên ở trong liêng hai trăm dương bằng kết mới thứ miền sport sật lụt lọt bọn miền đấy dương bạch bánh của bán hay bờ miền đôi nhung và hai mảnh cua để sạp bánh tam đã ở lươn tam đã thưa tập bàn từ tập ban nó cứ chọc bánh hai đầm bay và ca pia nó mềm bãi chọc đam hai vào đây còn là tầm liêng chúng mình sao hai ông chỉ ca prong pia này chăng bàn pe khác năm tập cớ và lên cho bán này khả pe nắng này hay liêng bài nâng khả pe để chắn ti phía trênกับpungตะ kén chiaสัญญาณល្អវានឹងចំយើងនឹងសង្កេតឃើញថាក្តាប់ថ្មីនឹងបន្តចេញមកយ៉ាងលឿនបើផ្កានឹងអត់ខូចអត់នេះអត់ឡោកអត់អីអាហ្នឹងជាកាដូដ៏ល្អដែលអាកាសធាតុផ្ដល់មកឲ្យយើងវិញអញ្ចឹងណាហ្នឹងហើយមួយទៀតបើសិនជាផ្កាអម23វាខ្លាចទឹកអញ្ចឹងយើងទៅមើលថ្នាលកូនចន្ទីខែនេះមានហើយមានផ្កាណៅជាមួយហើយគេស្រោចទឹកវាសឹងរាល់ថ្ងៃតាហេតុអីមានក្តាប់ចេញមករួចបើសិនជាផ្កាចន្ទីវាខ្លាចទឹកអញ្ចឹងព្រោះជាទូទៅកាលណាគេស្រោចកូនចន្ទីគេស្រោចល្ងាចអញ្ចឹងចន្ទីវាប្រកាសក្តាប់ចន្លោះពីពេលព្រឹករហូតដល់ម៉ោង 2 10 ម៉ោង 1 ថ្ងៃទេអញ្ចឹងផុតពីនឹងមកវាឡើងប្រកាសទេអញ្ចឹងបើវាប្រកាសរួចរាល់ហើយទោះប៉ះទឹកក៏ផ្កានឹងអត់ខូចទេព្រោះទឹកវាទៅបំផ្លាញអីវាទៅធ្វើឲ្យសើមកេសរហើយកេសរវាជាផងមួយសៅអញ្ចឹងកាលណាតែវាសើមគឺវាខូចហើយអាហ្នឹងឯងជាបញ្ហាណាបានយើងមិនចង់ពេលខ្លះយើងមិនចង់ឲ្យបាញ់ថ្នាំនៅពេលព្រលឹមព្រោះវាធ្វើឲ្យលទ្ធភាពក្នុងការប្រកាត់កេសរហ្នឹងថយចុះអីអញ្ចឹងទៅប៉ុន្តែផ្កាវារីកសឹងរាល់ថ្ងៃហើយប្រហែលហើយរយៈពេលដែលផ្កាហ្នឹងវាមាន2 ខែនោះហើយយើងទៅភ័យអីដែលថាវាធ្វើឲ្យផងលំអងហ្នឹងខូចទាំងអស់វាអាចទៅរួចទេរឿងហ្នឹងអញ្ចឹងថាទៅអ្វីដែលយើងបារម្ភតាក់ទងមួយការបាញ់ថ្នាំគឺកុំព្យាយាមប្រើថ្នាំណាដែលវាធ្វើឲ្យរលាកតងផ្កាដោយសារកម្ដៅអីចឹងណាអានេះមេអំបៅដែលតំញាស់ដូចគ្នាប៉ុន្តែមេអំបៅហ្នឹងវាមិនមែនមេអំបៅតកៅចាស់ផ្លែមេអំបៅតកៅចាស់ផ្លែពណ៌សយើងកុំធ្វើថ្នាំណាដែលវាប្រតិកម្មមួយពលឺហើយធ្វើឲ្យខូចទៅគឺវាចប់ហើយយើងអាចប្រមូលផលបានហើយអញ្ចឹងណាផ្កាវាអត់ខូចគឺចប់វានៅតែអាចបង្កាត់បានបន្តទៀតដូចគ្នាអញ្ចឹងការពារផ្កាហ្នឹងកុំឲ្យវារលាកខូចដោយសារពួកផ្សិតបំផ្លាញទៅអាហ្នឹងគឺល្អបំផុតហើយបន្ទាប់ពីភ្លៀងធ្លាក់ហើយណាហើយបន្ទាប់មកយើងចាត់ការសត្វល្អិតដែលមានក្នុងចកាហ្នឹងឲ្យស្អាតទៅអញ្ចឹងក្រោយពេលភ្លៀងយើងនឹងទទួលបានក្តាប់ថ្មីចេញមកបន្តមកទៀតអីអញ្ចឹងណាហ្នឹងហើយចំពោះបញ្ហាភ្លៀងគឺវាមានតែប៉ុណ្្នឹងទេហើយចំពោះដំណោះស្រាយម្សិលមិញខ្ញុំបានផុសរួចអីអញ្ចឹងខ្ញុំគិតថាអាចយកទៅនេះហើយតាក់តងមួយរឿងការប្រើប្រាស់ថ្នាំហ្នឹងខ្ញុំជឿថាកសិករចន្ទីយើងមកដល់ឥឡូវក៏គាត់ទទួលបានចំណេះដឹងច្រើនដែរអញ្ចឹងណា
cô mình men miền này tha ở vậy để nhom lược láng sơ tật trời tầng sóng ấy vấn đề này long tam bọt bị sau đằng ca điên sâu bị riêng cho bong môn tế chẳng tới nhom có phía diêm chạy lại phải to tới hay ở pe club ở miền cổng ho con sông sông chui cài đầm rơi và thèm phong ở con chớn chìm hiệp lìa